សួស្តីបងប្អូនទាំងអស់គ្នាបាទហ្នឹងហើយនេះគឺជាដុំ Bluetooth បាទហើយ Bluetooth វា 5.1 បាទប៉ុន្តែតាមខ្ញុំសួរខាងរោងចក្រវា 5.3 អានេះដោយសារប្រអប់ចាស់ប្រអប់កាលពី version មុនអញ្ចឹងវានៅជាប់អញ្ចឹងហើយអ្វីដែលសំខាន់បងប្អូនមើលនេះគឺវាចាប់ចម្ងាយបានរហូតទៅដល់50 ម៉ែត្រអញ្ចឹងវាឆ្ងាយមែនតើបាទប៉ុន្តែពីគុណភាពចាំតិចទៀតខ្ញុំនឹងតេស្តបងប្អូនមើលឥឡូវខ្ញុំឲ្យមើលរូបរាងវាសិនបាទហើយវាចាប់ចម្ងាយបានឆ្ងាយបាទសម្រាប់គុណភាពគឺយើងនឹងតេស្តបន្តិចទៀតចង់ដឹងថាតើវាសំឡេងវាមិនតែបាទឥឡូវដោយសារខ្ញុំដៃមួយខាងអញ្ចឹងវារៀងបាក់បន្តិចបាទហើយសម្រាប់ដុំ Bluetooth តែវាមកជាមួយនឹងដូច AUX នេះបាទ AUX មួយជាមួយនឹងខ្សែសាកមួយបាទអញ្ចឹងមួយឈុតនេះគឺបងប្អូនចាំបាច់រកទិញអីទៀតទេគឺវាមានសពគ្រប់អស់ហើយសម្រាប់ខ្សែគឺ Type C បាទសារតែខ្ញុំដៃមួយខាងអញ្ចឹងវាអត់ focus ទេបាទចាំតិចនេះ AUX របស់វាហ្នឹងបាទទុកម្ដុំអានេះខ្សែសាកបាទ Type C អញ្ចឹងវាមានមកសពគ្រប់អស់ហើយឥឡូវយើងមកមើលតួឯករបស់យើងវិញបាទគឺដុំ Bluetooth នេះបាទអញ្ចឹងវាអាចចាក់ memory card នៅក្នុងនឹងក៏បានដែរបាទសំខាន់វាមានអង្តែននេះអញ្ចឹងបានវាចាប់បានឆ្ងាយបងប្អូនមើលរុនវាបាទគឺវាមានកន្លែងដាក់ memory ក៏បាននេះរុនសាកថ្មរុន Type C បាទតែនឹងអត់មានថ្មទេណាបើយើងចង់ប្រើគឺយើងត្រូវការដោតភ្លើងវាជាប់អញ្ចឹងណាអានេះគឺរុនចេញបាទហើយសម្រាប់ប៊ូតុងខាងលើនេះយើងអាចចុច skop ចុចដូរបត់ចម្រៀងដូរអីបានណាកុងតាក់នេះបើយើងកាច់វាទៅស្ដាំអានឹងវានឹងចូលការចាក់ជាមួយនឹង memory តែបើយើងកាច់វាមកឆ្វេងអានឹងយើងប្រើមុខងារ Bluetooth បាទអញ្ចឹងខ្ញុំឲ្យបងប្អូនទាំងអស់គ្នាមើលរូបរាងវាប៉ុណ្្នឹងសិនបាទវាអត់ធ្ងន់ទេនេះស្រាលដែរហើយក៏អត់ធំណាស់តូចល្មមបើសិនជាបងប្អូនមានចំណាប់អារម្មណ៍អីអាចតាក់ទងមកតាមលេខទូរស័ព្ទខ្ញុំដាក់នៅខាងក្រោមហ្នឹងហើយសម្រាប់ Bluetooth នឹងដែរគឺខ្ញុំមាន promotion ណាបាទបងប្អូនទិញថ្ងៃហ្នឹងបាទពេលដែលបងប្អូនឃើញវីដេអូ promotion ហ្នឹងគឺវាមានកំណត់ណាអញ្ចឹងបងប្អូនទិញខ្ញុំនឹងមានថែមដុំ Bluetooth អាតូចនោះឲ្យមួយទៀតបាទហើយនឹង free សេវាដឹកបាទទូទាំងប្រទេសរបស់យើងតែម្ដងចាំមើលខ្ញុំបង្ហាញដុំ Bluetooth មួយទៀតឲ្យបងប្អូនមើលដែរខ្ញុំថែមឲ្យហ្នឹងណាបាទអញ្ចឹងនេះគឺជាដុំ Bluetooth ដែលខ្ញុំត្រូវថែមឲ្យបងប្អូនទាំងអស់គ្នាបាទអញ្ចឹងចំនួនមានកំណត់បងប្អូនបើបងប្អូនចង់បានកំងឲ្យលឿនទៅបាទអញ្ចឹងមាន promotion មុនចូលឆ្នាំខ្មែរយើងហ្នឹងទេបាទផុតចូលឆ្នាំខ្មែរគឺយើងអស់ហើយបើសិនជា Bluetooth ហ្នឹងវាអស់មុនក៏អាចអស់ promotion មុនទៅតាមនឹងដែរបាទអញ្ចឹងយើងចំណេញទិញមួយបានរហូតទៅដល់ Bluetooth 2បាទហើយសម្រាប់ Bluetooth 2ហ្នឹងគឺយើងអាចចាក់ជាមួយនឹងប្រភេទបាសអ្វីក៏បានដែរឲ្យតែយើងអាចដោតឌុយបានជាមួយ ampli ជាមួយសាប់ឡានជាមួយបាសផ្សេងបាទឧបករណ៍ផ្សេងដែលវាអត់មាន Bluetooth ហ្នឹងបាទគឺយើងអាចយកពីវាចេញទៅបានបាទតូចស្អាតអានេះចាំមើលតិចទៀតខ្ញុំនឹងតេស្តឲ្យបងប្អូនមើលបាទឥឡូវដោយសារ
នៅម្នាក់ឯងចឹងវាបាក់តេស្តបាទអញ្ចឹងចាំជួបជាមួយនឹងខ្ញុំនៅវីដេអូតេស្តបាទអញ្ចឹងយើងចូលមកកាន់ការតេស្តសំឡេងទាំងអស់គ្នាបាទនេះគឺជាឌុយដែលយើងត្រូវប្រើបាទគឺជាឌុយ Oyo 2ចេញ1បាទហើយយើងមានឆ្នាំងសាកបាទខ្សែសាក Type C ហ្នឹងបាទគឺយើងយកមកដោតកន្លែងហ្នឹងចាំបងប្អូនមើលទៅវាមានរុន Type C រុន dot memory ហើយនឹង AUX អញ្ចឹងខ្ញុំដោតវាហើយបាទដោយសារតែខ្ញុំដៃមួយខាងអញ្ចឹងវាពិបាកអូខេឥឡូវដោតហើយខ្ញុំជួយចេញភ្លើងហើយបាទគឺប៉ុន្តែយើងអាចភ្ជាប់ Bluetooth បានហើយអញ្ចឹងយើងទាញទូរស័ព្ទយើងមកហើយយើងបើក Bluetooth ទៅដើម្បីស្វែងរកម៉ាករបស់វាអូខេឥឡូវខ្ញុំរកម៉ាកវាសិនបាទវាអត់ទាន់លោតមកទេអញ្ចឹងខ្ញុំបិទបើកវាម្ដងទៀតបាទយើងចុចច្រើនទៀតមកបាទឥឡូវម៉ាកវាគឺលោតមកហើយបាទ GR01 ហ្នឹងបាទយើងចុចលើហ្នឹងមកហើយសម្រាប់ការ connect ការអីគឺវាអត់មានឮសំឡេងអីញ៉ៃញ៉ៃទេបាទគឺស្ងាត់ល្អមែនតើហើយបើសិនជាវាឮសំឡេងរៀងងងហ្នឹងមិនមែនដោយសារ Bluetooth ទេបាទគឺដោយសារតែខ្ញុំដាក់ខ្សែនៅជាប់ដីបាទអញ្ចឹងពេលដែលដាក់ខ្សែជាប់ដីគឺវាឆ្លងអញ្ចឹងអាហ្នឹងវាមកពីខ្សែបាសរបស់ខ្ញុំទេអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅស្ដាប់បទចម្រៀងទាំងអស់គ្នាបាទប្រចារណៃសារភី